ចាចង់ស្ងោរស៊ុបគោកុំឲ្យធំក្លិនបងអាចសាកធ្វើវិធីនេះបានចារសជាតិឆ្ងាញ់អត់មានធំក្លិនសាច់គោទេចាជំហានដំបូងនៅក្នុងការធ្វើចាឆ្អិនគោគឺខ្ញុំយកទៅស្រុះទឹកចេញមកទឹកសិនចាហើយគ្រឿងស្ងោររបស់យើងគឺមានចាគល់ត្រីម្ដេងក្រូចសើចខ្ទឹមសហើយបើមានខ្ទឹមបារាំងបងអាចយកមកអាំងជាមួយគ្នាបានណាចាយើងអាំងឲ្យឈ្ងុយចេញមកបន្ទាប់មកយើងដាំទឹកឲ្យពុះយើងដាក់គ្រឿងទាំងអស់ហ្នឹងចាដាក់គ្រឿងទាំងអស់ហ្នឹងហើយបន្ទាប់មកយើងដាក់ជាមួយនឹងឆ្អឹងគោរបស់យើងចាបងកុំភ្លេចដុំស៊ុបផងបងណាចាខ្ញុំប្រើដុំស៊ុបមួយដុំចាហើយយើងដាក់សាច់ចូលទៅហើយបងអាចយកវែកដួសពពុះនៅខាងលើហ្នឹងបងដួសចេញទៅចាបន្ទាប់ពីដាក់សាច់ដាក់អីល្ងាស់វារៀងផុយហើយបងស្រង់កាកទាំងអស់ហ្នឹងចេញចាស្រង់កាកទាំងអស់ហ្នឹងចេញហើយបន្ទាប់មកចាខ្ញុំបន្ថែមជាមួយនឹងខ្ញីតូចខ្ញុំដំទៅដាក់ចំនួន3ដុំតូចចាឲ្យវាចេញជាតិខ្ញីបងចាហើយសម្រាប់បន្លែខ្ញុំមាន2មុខចាមានល្ហុងបុកជាមួយការ៉ុតអញ្ចឹងយើងដាក់ខ្ញី3ដុំហើយយើងបន្ថែមជាមួយបន្លែមកចាមានល្ហុងមានជាមួយការ៉ុតហើយសម្រាប់បន្លែបន្ថែមទៀតខ្ញុំមានជាមួយនឹងស្ពៃបុកជាមួយនឹងតាំងអោផងដែរស្ពៃហើយតាំងអោគឺយើងដាំខ្លួនឯងចាបងហើយយើងមានជាមួយនឹងជីស្លឹកខ្ទឹមចាខ្ទឹមបំពងហើយនឹងក្រូចឆ្មាចាសម្រាប់បន្លែថែមក្រោយនេះចានៅពេលដែលបន្លែហើយនឹងសាច់ឆ្អិនហើយបានយើងដួសញ៉ាំយើងដាក់ចានមកចាតបជាមួយនឹងរៀបជាមួយនឹងតាំងអោហើយនឹងស្ពៃរបស់យើងចាបងនេះយើងលម្អឲ្យវារៀងផុយទៅចារៀបដាក់ចានជាការសាច់ហើយបញ្ជាក់បងអត់មានធំក្លិនគោទេចាបងអាចធ្វើរបៀបនេះបានណាចាធំក្លិនខ្ញីរសជាតិឆ្ងាញ់